ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកឃើញឃ្លានមហូបកូរ៉េក៏ធ្វើប៊ីប៊ីមប៉ាប់ហើយក៏ចែករំលែកពីរបៀបធ្វើជូនបងប្អូនទាំងអស់គ្នាតើតើមើលគ្រឿងផ្សំមានដូចជាផ្សិតក្រៀមសណ្តែកបដោះវែងសណ្តែកកបដោះលឿងការ៉ុតហើយនឹងពងមាន់2គ្រាប់ហើយនឹងពុយលេងហើយសាច់ជ្រូកខ្ញុំប្រើសាច់ជ្រូក3ជាន់ប្រឡាក់គ្រឿងហើយបន្តមកទៀតយើងត្រាំទឹកជាមួយនឹងផ្សិតក្រៀមហ្នឹងទៅហើយខ្ញុំហាន់ការ៉ុតហ្នឹងជា3ចំណែកក្នុងការ៉ុត1ខ្ញុំធ្វើហ្នឹងគឺសម្រាប់តែ2ចានទេបងប្អូនអញ្ចឹងគ្រឿងផ្សំទាំងអស់គឺខ្ញុំផ្សំគ្រឿងសម្រាប់តែ2ចានទេអញ្ចឹងការ៉ុតហ្នឹងខ្ញុំចែកជា3បងប្អូនចែកជា3ហើយខ្ញុំប្រើតែ1/3នឹងឯងបងប្អូនហើយសម្រាប់ការ៉ុតយើងហាន់បែបដូចក្នុងវីដេអូហ្នឹងណាបងប្អូនហើយសម្រាប់ពុយលេងគឺខ្ញុំហាន់ជា2បងប្អូនជាទូទៅយើងប្រើស្ពៃអីក៏បានដែរបងប្អូនស្រេចទៅលើបងប្អូនដែលចូលចិត្តនិយមចូលចិត្តញ៉ាំស្ពៃអីដាក់ស្ពៃហ្នឹងទៅបងប្អូនសម្រាប់ខ្ញុំដាក់ជាពុយលេងខ្ញុំគិតខ្ញុំចូលចិត្តពុយលេងអញ្ចឹងណាបងប្អូនហើយមកមើលគ្រឿងផ្សំយើងលាយគ្រឿងផ្សំទាំងអស់គ្នាអ្វីដែលអត់បានហ្នឹងគឺម្ទេសកូរ៉េខាប់ហ្នឹងបងប្អូនខ្ញុំដាក់1ស្លាបព្រាសម្រាប់ទឹកស្អ៊ីវ1វែកស្ករ2ស្លាបព្រាហើយនឹងអ្វីដែលសំខាន់មួយទៀតនោះគឺប្រេងល្ងបងប្អូនប្រេងល្ងអាចអត់បានទេត្រូវតែមានណាប្រេងល្ង1វែកដូចគ្នាហើយបន្តមកទៀតយើងលាយច្បល់គ្រឿងទាំងអស់ហ្នឹងឲ្យវាចូលគ្នាទៅបងប្អូនលាយចូលគ្នាឲ្យម៉ត់ឲ្យម៉ត់អញ្ចឹងណាបងប្អូនហើយជាការស្រេចហើយនិយាយទៅគ្រឿងលាយធ្វើបាយប៊ីប៊ីមប៉ាប់ហ្នឹងគឺតែប៉ុណ្្នឹងឯងបងប្អូនអ្វីសំខាន់គឺគ្រឿងដែលយើងត្រូវស្រូបពីលើបាយហ្នឹងតែម្ដងបងប្អូនហើយយើងបន្តមកទៀតយើងចៀនពងមាន់ណាចៀនពងមាន់យកពងមាន់បែបហ្នឹងមកបងប្អូនបើចាំត្រឡប់វាទេហើយតោះយើងទៅឆាគ្រឿងទាំងអស់គ្នាសម្រាប់ធ្វើបាយប៊ីប៊ីប៉ាប់ហ្នឹងគឺអត់មានអីពិបាកទេបងប្អូនតែគ្រាន់តែថាវាកញ្ចេកកញ្ចុកច្រើនអញ្ចឹងណាបងប្អូនហើយយើងត្រូវឆាបន្លែហ្នឹងម្ដងមួយទាំងអស់អញ្ចឹងណាបងប្អូនហើយយើងឆាគឺយើងត្រូវតែដាក់អំបិលមួយចឹបហើយនឹងប្រេងល្ងមិនអាចអត់បានទេបងប្អូនត្រូវតែឆាគឺត្រូវដាក់គ្រប់ទាំងអស់តែម្ដងហើយអំបិលយើងដាក់លួចដាក់មួយចឹបបន្តិចទេបងប្អូនហើយយើងឆាវាឲ្យវាទន់ឲ្យវាឆ្អិនអញ្ចឹងណាបងប្អូនតោះមកយើងឆាផ្សិតក្រៀមបងប្អូនផ្សិតក្រៀមខ្ញុំត្រាំទឹកហើយខ្ញុំហាន់ឲ្យវាអញ្ចឹងមកហើយយើងដាក់ប្រេងល្ងនិយាយទៅគឺដូចគ្នាទាំងអស់បងប្អូនធ្វើហ្នឹងគឺរៀងខាលខ្លះឲ្យបងប្អូនមកថាធ្វើវីដេអូវែងវិញគឺយូរបងប្អូនអើយហើយខ្ញុំចូលចិត្តស្ពៃពុយលេងនឹងឆាបងប្អូនឆាឆ្ងាញ់ណាប្រភេទស្ពៃហ្នឹងជាទូទៅប៊ីប៊ីមប៉ាប់ហ្នឹងគឺគេធ្វើជាមួយនឹង spinach បងប្អូនហើយពុយលេងនោះវាស្រៀងជាមួយនឹង spinach ណាបងប្អូនប៉ុន្តែឆ្ងាញ់ដូចគ្នាអត់អីទេខ្ញុំចូលចិត្តពុយលេងនឹងបងប្អូនឆាជាមួយប្រេងខ្យងអីក៏ឆ្ងាញ់ដែរជាទូទៅអត់សូវចូលចិត្តឆាបន្លែហ្នឹងជាមួយនឹងសាច់ទេបងប្អូនហើយយើងមកចៀនសាច់ទាំងអស់គ្នាមកសាច់ខ្ញុំជ្រើសយកសាច់ជ្រូក3ជាន់លាយជាមួយនឹងសាច់ស្មាមុខខ្លះបងប្អូនចៀនហ្នឹងគឺខ្ញុំចៀនជាមួយនឹងប័របងប្អូនហើយសាច់ហ្នឹងចាំមើលលើក្រោយខ្ញុំនឹងប្រាប់ពីរបៀបប្រឡាក់សាច់ហ្នឹងហើយយើងធ្វើរួចអស់ហើយគឺយើងចាប់បន្លែដែលយើងបានឆាទាំងអស់ហ្នឹងមកដាក់ចូលជុំគ្នាច្បល់ដាក់ចូលក្នុងចានរៀបចំឲ្យស្អាតជាមួយនឹងបាយអញ្ចឹងមកបងប្អូននិយាយទៅគឺយើងរៀបចំបែបអញ្ចឹងមកហើយដាក់គីមឈីដាក់សាច់យើងនឹងមកដាក់ពងមាន់មួយគ្រាប់ពីលើទៅហើយយើងរោយល្ងខ្លះមកចាំយើងដួសទឹកសោះដែលយើងលាយហើយបងប្អូនបាយប៊ីប៊ីមប៉ាប់ហ្នឹងអ្វីដែលឆ្ងាញ់ជាងគេគឺទៅលើទឹកដែលយើងទឹកសោះដែលយើងលាយហ្នឹងបងប្អូនបើសិនជាយើងលាយអត់ត្រូវអត់ឆ្ងាញ់ទេប្រៃហើយហល់អញ្ចឹងណាបងប្អូនតែសម្រាប់ការលាយរបស់ខ្ញុំនេះគឺធានាឆ្ងាញ់បងប្អូនលាយទៅតាមកម្រិតដែលខ្ញុំដាក់ធ្វើសាក់មើលឆ្ងាញ់ខ្លាំងណាស់ដូចជាយើងទិញនៅក្នុងហាងអញ្ចឹងបងប្អូនហើយបើសិនជាយើងបានឆ្នាំងក្តៅនៅដាក់ដុតបាយនៅលើភ្លើងទៀតណាហើយដាក់បន្លែដាក់សាច់អីមកអញ្ចឹងទៀតអូយកាន់តែឆ្ងាញ់បងប្អូនតែគាត់ថាខ្ញុំអត់មានឆ្នាំងក្តៅដូចនៅខាងកូរ៉េអញ្ចឹងណាបងប្អូនបើបងប្អូនមានអីឆ្ងាញ់ហើយនិយាយទៅមានតែប៉ុណ្្នឹងឯងយើងច្បល់យើងរៀបចំស្អាតហើយយើងត្រូវតែច្បល់វាញ៉ាំដែរអញ្ចឹងណាបងប្អូនអរគុណច្រើនបងប្អូនដែលបានមើលក្នុងវីដេអូនេះបើស្រឡាញ់ពេញចិត្តអីជួយ follow ជួយ like ជួយ share ផងអរគុណ